ស្ដីបងប្អូនទាំងគ្នាថ្ងៃនេះយើងចូលសិក្សានៅលំហាត់ទី6ទំព័រទី99និងមេរៀនទី9ជាបន្តទៀតណាតែលំហាត់នេះវាលក្ខណៈជាចំណោទសម័យកាលកូនណាចាអញ្ចឹងដើម្បីដោះស្រាយចំណោទសម័យកាលបានបងអូនត្រូវអានប្រធានឲ្យបានយល់ពីប្រធានសិនចាបន្តមកទៀតអូនត្រូវតាំងតួអក្សរចាតាំងអក្សរបន្តមកទៀតអូនត្រូវសរសេរសម័យកាលតមកទៀតគឺអូនត្រូវដោះស្រាយសម័យកាលចង់បញ្ចប់គឺបងអូនត្រូវផ្ទៀងផ្ទាត់ណាចាអញ្ចឹងយើងត្រូវរក្សាជំហាននេះឲ្យបានកូនអញ្ចឹងអូនអានប្រធាននេះជាមួយអ្នកគ្រូទាំងអស់គ្នាចាម៉ាស៊ីនថតមួយមានតម្លៃ$72បន្ទាប់ពីបានបញ្ចុះ 20% ចាក្រោយពេលបញ្ចុះ 20% គេលក់$72កូនណាសំណួរសួរថាតើតម្លៃដើមរបស់ម៉ាស៊ីនថតនោះស្មើនឹងប៉ុន្មានចឹងតម្លៃដើមគឺតម្លៃដែលគេលក់មុនពេលបញ្ចុះ 20% ចាសាប់តន់កូនចឹងអូនត្រូវព្យាយាមអានប្រធានយល់ច្បាស់ណាប្រធានគឺថាម៉ាស៊ីនថតមួយមានតម្លៃ$72បន្ទាប់ពីបញ្ចុះ 20% បន្ទាប់ពីបញ្ចុះគឺគេលក់មក$72អញ្ចឹងតម្លៃដើមរបស់ម៉ាស៊ីនថតនោះស្មើនឹងប្រមាណអញ្ចឹងគេឲ្យកូនរកតម្លៃដើមតម្លៃដើមគឺជាតម្លៃមុនពេលគេបញ្ចុះមែនអូនតម្លៃដើមគឺជាតម្លៃមួយដែលមុនគេបញ្ចុះតែនេះ$72គេបញ្ចុះហើយអីណាសំទោសគឺ$72ហ្នឹងគេបញ្ចុះរួចហើយអីអញ្ចឹងជំហានយើងទី1អូនត្រូវធ្វើអូនចាគឺរកតម្លៃដើមម៉ាស៊ីនថតចាអញ្ចឹងរកតម្លៃដើមចាតម្លៃដើមម៉ាស៊ីនណាម៉ាស៊ីនថតជំហានដំបូងអូនរកតម្លៃដើមម៉ាស៊ីនថតអញ្ចឹងដើម្បីរកតម្លៃដើមបានអូនត្រូវតាំងតួអក្សរឯកណាចាអញ្ចឹងយើងតាំងអីតាំង x ជាតម្លៃដើមចាតាំង x ជាតម្លៃដើមតោះអញ្ចឹងយើងចូលដល់សរសេរសម័យកាលកូនណាអញ្ចឹងតម្លៃដើមយើងគឺ x អញ្ចឹងពេលគេបញ្ចុះប្រហែលកូន72អញ្ចឹងយើងបានគេបានចា x ធៀបនឹង72ចា x ជាតម្លៃដើមអានេះគឺជាតម្លៃបញ្ចុះរួចកណាខាងលើ x ជាតម្លៃដើមនេះជា x 72ជាតម្លៃគេបញ្ចុះរួចហើយចាអញ្ចឹងតម្លៃដើមរបស់ម៉ាស៊ីនហ្នឹងគឺតាំងដោយ 100% ចាឯ72ហ្នឹងគឺគេបញ្ចុះហើយគេបញ្ចុះអស់ប៉ុន្មានកូនគេបញ្ចុះអស់$20មែនទេចាសំទោសគឺ 20% អញ្ចឹងយក 100% នេះកូនទោះមើលស្រេចនេះអត់តាន់ណាចាអញ្ចឹងអានេះតម្លៃដើមតើអូនតម្លៃដើមធៀបទៅនឹងប្រាក់ដែលគេនេះប្រាក់ដើមតម្លៃដើមនេះតម្លៃបញ្ចុះរួចអញ្ចឹងគេបញ្ចុះប្រហែល 20% អញ្ចឹងតម្លៃដើមយើងគឺ 100 អញ្ចឹងមានថាអូនយក 100 ទៅដកអីចាញ់ដកគេបញ្ចុះប្រហែល 20% ទៀតមែនទេចានេះ 100% តម្លៃដើមស្មើនឹង 100% អញ្ចឹងខាងក្រោមគឺ72ជាតម្លៃដែលគេបញ្ចុះរួចអញ្ចឹងយើងរកភាគរយនៃការបញ្ចុះសិនគឺគេបញ្ចុះ 20% អញ្ចឹងមានន័យថាអូនយក 100% ដកឲ្យ 20% ចាញ់អញ្ចឹងវានៅសល់ 80% មែនទេអូនចាអញ្ចឹងយើងបាន 80% នេះសល់ 80% គេបញ្ចុះហើយណាកូនបញ្ចុះអស់ 20វានៅសល់ 80% ចាអូនមើលចំណុចហ្នឹងតនេះមានន័យថាអានេះតម្លៃបញ្ចុះអញ្ចឹងអានេះជាភាគរយដែលគេបានបញ្ចុះអូនដោះស្រាយសម័យកាលមានន័យអូនយក x គុណនឹង 80គឺយើងបាន 80x អូនណា x គុណ 80បាន 80x ស្មើនឹង72គុណនឹង 100ចាអញ្ចឹងការគុណ 100គ្រាន់ថែម0ទេកូនណាអញ្ចឹងរួចយើងទាញយក x យើងមកស្មើអីចា72
7,200 ចែកនឹង 80 ចាអញ្ចឹងបើយើងសម្រួល0នេះចោលវានៅសល់តែ 720 ចែក 8 ប៉ុណ្ណាអញ្ចឹងយើងសល់ 720 ចែកនឹង 8 ដោយសារ0នេះនៅគ្រូទូទាត់ចោលបាត់ហើយនៅសល់តែ 720 ចែក 8 មកកាត់ពីខ្ទង់ 9 8 ដង 72 72 ដក 72 នៅសល់ 0 ទម្លាក់ 0 ថែម 0 ចាវាស្មើនឹង $90 ចាអញ្ចឹងចូលដល់ផ្ទៀងផ្ទាត់គាត់ណាផ្ទៀងផ្ទាត់ចាអញ្ចឹងកន្លែងដែល x នេះយើងចំនួនដល់អីកូនចាកន្លែង x ចំនួនដល់ 90 ចាអញ្ចឹងនាំឲ្យ 90 ចែកនឹង 72 វាស្មើនឹង 100 ធៀបនឹង 80 តោះឥឡូវយើងផ្ទៀងផ្ទាត់បងប្អូនគ្នាកូនណាចាចង់ដឹងថាភាគ2នេះស្មើគ្នាអត់ណាអញ្ចឹងបងអូនសម្រួលវាចេញមកចាសម្រួលមកអូនតោះអញ្ចឹងយើងយក90ហើយនឹង72សម្រួលចេញមកកូនមានន័យថានេះយើងចែកនឹង5កាលណាឃើញ0កូនណា5ម្ដង9 5ម្ដង5 9ដងហើយ5ម្ដង5 9ដក5អក្សរ4 4គឺ40បូក0 40 5ម្ដង40កូន5 8ដង8ចែកនឹង2 2ម្ដង18 2 9ដង9ចែកនឹង3 3ម្ដង9កូន3 3ដង3ចែក3បាន1ចំណែកនេះ72 2ចង់យើងចែកនឹង2 2ម្ដង7 2 3ដង2 3ដង6អញ្ចឹង7ដក6អញ្ចឹងនៅសល់1គឺ10 10នឹង2គឺ12 2ប្រមាណដង12អូនសូត្រមេ2 2ប្រមាណ12 2 6ដង6ចែកនឹង2ទៀត2ម្ដង3អូន2ម្ដង2ម្ដង2 3ដក2នៅសល់1 1គឺ10 10នឹង6 16អញ្ចឹង2 8ដង16 8ចែកនឹង2គឺបាន5 4 9ចែក3 3 3ដង5 4បាន1គាត់ណាអញ្ចឹងយើងសម្រួលណាដូចគ្នាមកអូនចាឆោតវាចោលណាដូចគ្នាមកចាចេះនេះសល់អីកូនសល់5ចានេះ2 2ដង4ចាអញ្ចឹងនៅសល់5ភាគ4វាស្មើគ្នានឹងខាងនេះម្ដងកូនចានេះ100ហើយនឹង80កូនណា100ហើយនឹង80 0ចង់ចែក5 5ម្ដង10កូន5 2ដង5ម្ដង0 5 0ដង0ចែក5 5ម្ដង20អូន5 4ដង4ចែក2 2ម្ដង4កូន2 2ដងចែក2បាន1 0ចង់ចែក5 5ម្ដង8កូន5ម្ដង5ម្ដង5 8ដក5ចេញនៅសល់3 3គឺ30បូក0 30ដដែលអញ្ចឹង5ម្ដង30 5 6ដង6ចែក2 2ម្ដង16កូន2 8ដង8ចែក2 2ម្ដង8 2 4ដង4ចែក2បាន2 2ដាច់ណាអញ្ចឹងសម្រួល5នេះចេញមកហើយសម្រួល2នេះចេញទៅមកកូនចាអញ្ចឹងនៅសល់ប៉ុន្មាននៅសល់5ចានេះ2 2ដង4ចាអញ្ចឹងវានៅសល់5ភាគ4ក្រោយពេលយើងសម្រួលមកគឺអង្គទាំងពីរគឺអង្គទី1និងអង្គទី2មានតម្លៃស្មើគ្នាអញ្ចឹងគឺពិតណាចាអញ្ចឹងយើងបានដូចនេះចាដូចនេះចាដូចនេះដូចនេះទូរស័ព្ទចាដូចនេះសំទោសគឺដូចនេះតម្លៃម៉ាស៊ីនថតរកតម្លៃម៉ាស៊ីនសំទោសចាអូនរកដូចនេះតម្លៃបាត់ពាក្យដើមគាត់ដាក់លើណាដូចនេះតម្លៃដើមចាតម្លៃដើមម៉ាស៊ីនថតស្មើនឹង$90ចា
ចឹងមានន័យថាមុនពេលបញ្ចុះគេលក់90ក្រោយពីបញ្ចុះ 20% ទេគេលក់តែ$72ទេណាអូនចាអរគុណសម្រាប់បងប្អូនទាំងគ្នាតាមដានទស្សនានៅការដោះស្រាយលំហាត់នេះជាមួយអ្នកគ្រូ